តើការនិយាយរបស់ខ្ញុំនឹងស្មោះត្រង់ឬក៏ប្រឌិតអ្នកគ្នាអាចមើលវីដេអូខ្ញុំដល់ចប់បាន account នៃអ្នកគ្នាកំពុងតែមើលនឹងជា គាត់និយាយនឹងអត់ខុសទេហើយក៏អរគុណសម្រាប់ភាពស្មោះត្រង់ដែរបើនិយាយត្រង់ទៅសម្រាប់ខ្ញុំជាម្ចាស់ក៏ខ្ញុំមើលទៅវាលក្ខណៈថាវាមិនតំណងនឹងគួរឲ្យព្រោះដែរនិយាយស្មោះត្រង់ហ្មងអ្វីដែលគេ first impression ពេលដែលយើងមើលទៅ packaging របស់វាមុនដំបូងណាដំបូងគេគឺវាលក្ខណៈbla bla 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 អ្នកនរគ្នាអាចកាត់នៅយល់ហើយវាអត់សូវស្អាតវាអត់សូវ look premium ទេវាចេញមកគឺសំអឿនបឿនសឿនតែម្ដងប៉ុន្តែដែលសំខាន់ក្នុងវីដេអូក៏គាត់និយាយដែរថាសម្រាប់ម៉ាស់មួយនេះគាត់ ignore you ហើយគឺគាត់អត់ចាប់អារម្មណ៍ទេអូរំលងរហូតប៉ុន្តែអីដែលសំខាន់មិនមែនមានតែគាត់ទេមានមនុស្សជាច្រើនទៀតដែលអត់នឹកស្មានថាវានឹងល្អប្រើដល់ថ្នាក់នឹងអញ្ចឹងខ្ញុំសូមប្រាប់សម្រាប់ម៉ាស់នេះមួយខ្ញុំចង់ឲ្យអ្នកគ្នាស្ដាប់គាត់ប្រាប់ថាខ្ញុំគឺជាអ្នកដែលរើសជាមួយនឹងបដាខ្លាំងមែនតែនជាពិសេសមួយមុខខ្ញុំអត់ហ៊ានធ្វើប៉ះពាល់ច្រើននេះសូម្បីតែបដាក៏ខ្ញុំហ៊ានលក់ដែរតាមសន្ទុះនៃការគ្រប់គ្រងរងថ្ងៃបើសិនជាខ្ញុំលក់អីក៏ខ្ញុំដាច់តែនិយាយត្រង់ប៉ុន្តែសួរថាមួយឆ្នាំខ្ញុំមិនទាន់ចេញមួយផងហ្នឹងអត់ងាយចេញទេប៉ុន្តែអ្វីដែលខ្ញុំចេញគឺខ្ញុំទទួលត្រូវតែប្រកាសចិត្តថា100នាក់យ៉ាងហោចណាស់ក៏95នាក់ត្រូវដែរ5នាក់ទៀតអូខេជាធម្មតាឲ្យយើងទទួលបានថាអូខេស្បែកមុខដូចគ្នាទេអ្នកខ្លះក៏ប្រើទៅអ្នកខ្លះក៏អត់យើងទៅគឺយើងធម្មតាប៉ុន្តែខ្ញុំត្រូវរើសភាគរយច្រើន That's why ខ្ញុំផលិតម៉ាស់ទាំងពីរមុខនេះឡើងគឺតម្រូវអ្នកដែលគាត់ sensitive ដូចខ្ញុំទោះបីជាគាត់ roll ប្រើអ្នកខ្លះទៀតទៅប្រើ mask select អត់បានទេរុនរោមរបស់យើងវាដងសឹងមានទាំងហើមចេញចូលងាយនឹងខ្លាំងមុនតទៀតប៉ុន្តែហេតុអីបានជាអ្នកដែលគាត់ខ្សោយនៅទៅប្រើម៉ាស់ទាំងពីរនេះបានព្រោះអីខ្ញុំបានចាត់ទុកមុខពួកគាត់គឺដូចមុខខ្ញុំអញ្ចឹងខ្សោយប៉ុណ្ណាក៏ដោយក៏នៅទៅប្រើនេះបានហើយនៅទៅឃើញផលនេះ smooth ទេ